ចាទស្សនិកជនជាទីមេត្រីចានៅថ្ងៃនេះដែរព្រះតេជគុណហៅសុខុនចាចៅអធិការវត្តច្បារអំពើរាជធានីភ្នំពេញបានរៀបចំសន្និសីទកសែតមួយដើម្បីប្រកាសទទួលយកស្នាមមេដាយលើញត្តិប្រឆាំងទៅនឹងលោកខឹមវាសនាប្រធានគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចាហើយនៅក្នុងសន្និសីទកសែតនោះព្រះតេជគុណមានសង្ឃដីកាថាលោកខឹមវាសនាបានជេរដៀលប្រមាថមកលើសាសនាដែលព្រះអង្គចាត់ទុកថាជាទង្វើក្បត់ជាតិការប្តឹងនេះមិនមែនប្តឹងបាក់របស់គាត់ទេគឺប្តឹងបុគ្គលខំវាសនាប្រជាអធិការវត្តច្បារអំពៅប្រកាសប្រើពេល3ទៅ5ខែដើម្បីទទួលយកស្នាមមេដាយពីព្រះសង្ឃនិងប្រជាពលរដ្ឋដែលមានចំហដូចគ្នានឹងព្រះអង្គគឺជំទាស់នឹងលោកខឹមវាសនាប្រធានគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលព្រះអង្គចោទប្រកាន់ថាអ្នកនយោបាយរូបនេះបានជេរប្រមាថថ្មេះតេះដៀលនិងមើលងាយមកលើជាតិសាសន៍ឯងក្នុងសន្និសីទកសែតរៀបចំនៅកណ្ដាលសាលាឆាន់វត្តអមដោយព្រះសង្ឃយាយជីនិង DJ ខ្លាដែលជាស្ថាបនិកក្រុមនគររាជហើយដែលប្រឆាំងនឹងលោកខឹមវាសនាយ៉ាងចាស់ដៃនៅលើ Facebook ដែរនោះព្រះតេជគុណហៅសុខុនបានរៀបរាប់ពីទូកំហុសរបស់លោកខឹមវាសនាដោយថែមទាំងបានលើកយកក្រុមព្រហ្មទណ្ឌមកអានប្រាប់ក្រុមអ្នកកសែតផងព្រះអង្គមានធរណីកាថាការដាក់ញត្តិភ្ជាប់ដោយស្នាមមេដាយគឺជាជំរើសទី1ដើម្បីសុំឲ្យស្ថាប័នមានសមត្ថកិច្ចចាត់វិធានការច្បាប់លើលោកខឹមវាសនាមុនពេលព្រះអង្គបន្តនៅនីតិវិធីមួយចំនួនទៀតអាត្មាមិនទាន់បានកំណត់100%ទេក៏ប៉ុន្តែបានគិតទុកក្នុងចិត្តហើយថាដាក់មុនគេគឺក្រសួងមហាផ្ទៃពីព្រោះក្រសួងមហាផ្ទៃជាអ្នកអនុញ្ញាតច្បាប់ជាអ្នកគ្រប់គ្រងបទនយោបាយសូមបញ្ជាក់ថាប្រតិជនហៅសុខុនបានសម្ដែងការប្រឆាំងតទល់ជាមួយនឹងលោកខឹមវាសនាជាច្រើនឆ្នាំមកហើយដោយព្រះអង្គតែងតែបានប្រើប្រាស់វិទ្យុនិងបណ្ដាញសង្គម Facebook ដើម្បីមានធរណីការឆ្លើយឆ្លងទៅវិញទៅមកយ៉ាងក្តៅគគុកជាមួយប្រធានគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនិងក្រុមអ្នកមានភក្ដីភាពនិងលោកខឹមវាសនាព្រះអង្គបានអះអាងថាប្រសិនបើញត្តិដាក់ទៅហើយគ្មានប្រសិទ្ធភាពព្រះអង្គនឹងបន្តដាក់ញត្តិទៅសម្ដេចនាយកនាយករដ្ឋមន្ត្រីរដ្ឋសភាហើយនឹងប្តឹងទៅតុលាការហើយថាប្រសិនបើនៅតែគ្មានលទ្ធផលទៀតនោះព្រះអង្គនឹងដឹកនាំការធ្វើបាតកម្មអហិង្សាមួយលោកខឹមវាសនាមិនអាចសុំការឆ្លើយតបបានទេនៅថ្ងៃនេះដោយទូរស័ព្ទលោកទាំងពីរខ្សែសុទ្ធតែមិនអាចតាក់ទងបានខណៈនៅលើបណ្ដាញសង្គម Facebook របស់លោកក៏ហាក់មានសភាពស្ងប់ស្ងាត់ពោលគឺលោកមិនបានសរសេរនៅខ្លឹមសារណាមួយពាក់ព័ន្ធនឹងការធ្វើសន្និសីទកសែតនិងការប្រឆាំងពីព្រះតេជគុណហៅសុខុនឡើយអ្នកនាំពាក្យក្រសួងមហាផ្ទៃអាដាមខៀវសុភ័ក្រក៏មិនអាចតាក់ទងសុំការបញ្ជាក់បានដែរនៅថ្ងៃនេះក៏ប៉ុន្តែបើតាមការអះអាងនាពេលកន្លងទៅអាដាមធ្លាប់មានប្រសាសន៍ថាក្រសួងមិនបានមើលរំលងករណីលោកខឹមវាសនាឡើយសូមបញ្ជាក់ថាលោកខឹមវាសនាកំពុងរងបណ្ដឹងពីពលរដ្ឋម្នាក់ពាក់ព័ន្ធនឹងប្រធានបទដូចគ្នានេះដែរគឺដើមមិនដឹងបានចេញមុខប្តឹងលោកខឹមវាសនាពីបទជេរប្រមាថមកលើជាតិសាសន៍ឯងដើមមិនដឹងបានចូលទៅបំភ្លឺនិងជូនផុសតាងទៅកាន់សាលាដំបងរាជធានីភ្នំពេញម្ដងហើយប៉ុន្តែតុលាការមិនទាន់ក៏ហៅលោកខឹមវាសនាមកសាកសួរជុំវិញបណ្ដឹងនេះនៅឡើយទេខ្ញុំរ៉េនរតនា PNN ភ្នំពេញ